ខេសួស្តីអ្នកគ្នាជួយជាមួយនឹងអេដមិនជាមួយនឹងរឿងឆ្លងភពស្អីទេភ្លេចប្រូអត់ទេភ្លេចខានធ្វើយូរភ្លេចជាមួយនឹងរឿងឆ្លងភពចូលពិភពលោកថ្មីស្អីភ្លេចទៀតជាមួយនឹងរឿងឆ្លងភពចូលពិភពលោកថ្មីខ្លាយទៅជាគូស្នេហ៍របស់អរិយសង្ហាខុសទៀតអូយស្អីក៏ស្អីទៅដែលយើងមកជួបគ្នាជាមួយនឹងភាគទី13 14 15អីចឹងណាដល់សារភាពវាស្ទើរពេលចឹងក៏ថែមមកភាគទៀតឲ្យគ្រប់3ហ្មងទៅចឹងក៏មិនខាត់ពេលវេលាសន្តិបាយយូរយើងចូលដល់សាច់យើងតែម្ដងទៅ Let's go ហើយតវិភាគមុនដែលឈីសានរបស់យើងនឹងគឺបានមករកអរិយដោយមិនដឹងខ្លួនទៅហើយជាធម្មពលវេទមន្តម្យ៉ាងអីចឹងណាហើយសំខាន់នេះវាក៏ជួនដល់ឈីសានយើងនឹងកំពុងតែមានជំងឺរើឡើងផ្សេងជាថ្មីអីចឹងណាហើយក៏ត្រូវការព្យាបាលមួយរំពេចអីចឹងណាហើយអ្នកគ្រៀបក៏ជិះដឹងហើយថាការព្យាបាលគេនឹងគឺដោយរបៀបណាអីចឹងណានិយាយទៅអាចដល់ឆុងមីម្ដងខ្ញុំមានអារម្មណ៍ថាអត់ឯនេះមានអារម្មណ៍ថាចង់បកាត់ភៀវមកជាមានអារម្មណ៍ថាចឹងអូយម៉េចក៏ហើយជីសាមួយយើងនឹងគឺគាត់បាននិយាយថាចេះគាត់ចូលចិត្តអ្វីដែលអរិយយើងនឹងយូរចង់ហើយចង់ជួបហើយក៏សុបឡាក់កាចេគេថាខ្ញុំឆ្លាញ់វាល្បិចតិចតួចអ្នកធ្វើឲ្យខ្ញុំគិតខុសមួយវិនាទីបរិសុទ្ធនឹងកាយសាហាវទន់ភ្លន់នឹងរឹងមាំនេះជាលើកទី1ហើយដែលខ្ញុំចាប់អារម្មណ៍ទៅលើមនុស្សម្នាក់ខ្ញុំគ្រាន់តែចង់បំពេញមុខងារដ៏ទេវភាពរបស់ខ្ញុំហើយឲ្យអ្នកត្រឡប់ទៅវិញក្រោយពេលផ្ដល់កំណើតឲ្យព្រះរាជបុត្រព្រះឈីសាអ្នកចាស់ទុំណាតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីទទួលបានការពេញចិត្តពីព្រះខ្ញុំពិតជាចង់ឲ្យអ្វីៗដំណើរការដូចនេះហើយក៏សារតែពេលនោះឈីសានរបស់យើងគឺលើសលេងបងប្អូនបើសារនឹងបានហៅគាត់អីចឹងណាសារតែវាឆ្ងល់ថាហេតុអីបានឈីសានយើងបានខ្លួនតែមិនដឹងហួរហេតុវាខ្លាចថាឈីសានរបស់យើងគឺត្រូវបានវិស័យស៊ីហើយឈីសានរបស់យើងក៏បានដឹងខ្លួនថាអាលូហ្វីកំពុងទៅស្អីហៅគាត់ចឹងណាគួរឲ្យអាណិតណាស់យប់នេះលឿនខ្លាំងណាស់ព្រំដែននឹងបន្តគ្រោះថ្នាក់ដល់អ្នកប្រសិនបើអ្នកស្នាក់នៅយូរជាងនេះអនុញ្ញាតឲ្យខ្ញុំផ្ញើអ្នកត្រឡប់ទៅវិញផ្ញើខ្ញុំវិញតែអ្នកកំពុងនិយាយពីអីនេះមិនមែនជាសបិនទេមែនអ្នកនៅតែគិតថាវាគឺជាសបិនតែមិនអីទេហើយអរិយយើងក៏បានផ្ដាំផ្ញើឈីសានយើងថាបើសិនជាមានគ្រោះថ្នាក់អីគឺត្រូវតែហៅឈ្មោះគាត់តារាប់ណាអ្នកហៅខ្ញុំនឹងនៅទីនោះសម្រាប់អ្នកឈីសានយើងកំពុងតែឆ្ងល់ថាហេតុអីបានត្រូវហៅព្រាមអញ្ចឹងឈីសានយើងក៏បានគិតក្នុងចិត្តថាចេះវារ៉ូមែនទិកណាប៉ុន្តែគ្មានអ្វីផ្អែមនេះជាអ្វីដែលខ្ញុំសម័យចង់ដែរខ្ញុំចង់ឮរឿងបែបនេះពីគាត់ពេលនោះឈីសានរបស់យើងក៏បោះហាមតែទៅហើយអរិយរបស់យើងក៏បាននិយាយថាមិនអីទេដល់ពេលអនុញ្ញាតដល់អ្នកទៅហើយឥឡូវនេះកុំភ្លេចហៅខ្ញុំនៅពេលដែលអ្នកនឹកខ្ញុំណាខ្ញុំនឹងរងចាំអ្នកចំណិចមានតែអ្នកប៉ុណ្ណោះជីសាមកយើងលើចឹងហើយក៏មានចការមុខក្រហមអីចឹងណាហើយខ្ញុំមិននឹកអ្នកទេឈីគ្របបានអនុញ្ញាតឲ្យ CEO រៀបការជាមួយនឹងបុរសនោះទេមិនបាច់គិតច្រើនទេក្នុងសម្បត្តិរបស់ខ្ញុំប៉ុន្តែសោកស្ដាយណាស់ខ្ញុំត្រូវភ្ញាក់ពីគេងបន្ទាប់ពីឈីសាយើងក៏បានចែកចេញហើយឬក៏បានគិតថាខ្ញុំនឹងស្វែងរកឲ្យឃើញពីមូលហេតុដែលទឹកលន្សាមិនជួលគាត់មកវិញឈីសាននឹងមករកខ្ញុំគ្រប់ពេលដែលខ្ញុំចង់បាត់ហើយបន្ទាប់មកឈីសានមានភាពស្រាលស្រានៅពេលដែលគាត់គិតថានេះជាសបិនហើយឈីសានរបស់យើងនឹងក៏បានត្រឡប់មកវិញនៅកន្លែងដដែលអីចឹងណាហើយស្អីគេអានឹងឈ្មោះគេមិនភ្លេចបាត់ហើយ Flucy របស់យើងនឹងក៏បាននិយាយថាឈីសានទីបំផុតខ្ញុំបានជួបអ្នកហើយខ្ញុំស្មាតទៅសវិស័យស៊ីអ្នកបាត់ហើយអីយ៉ាខ្ញុំសុខសប្បាយទេអ្នកគឺខ្វក់នឹងទឹកភ្នែកហើយជាឆ្ងាយពីខ្ញុំហើយហើយអា Flucy ហ្នឹងក៏បានខ្ញុំច្រឡំ Flucy រហូតនេះ Fluffy ខ្ញុំចេះតែច្រឡំចឹងឲ្យមានសុំហៅវា Fee វិញស្រួលហៅជាងនេះខ្ញុំមិនបានរុញអ្នកខ្លាំងចឹងទេហេតុអីមិនជាអ្នកទឹកចោះយ៉ាងងាយចឹងឈីសានសួស្ដីបានស្ដាប់ខ្ញុំដែរឬទេហ្នឹងហើយឈីសានរបស់យើងកំពុងឆ្ងល់ថាហេតុអីមិនជាគាត់ឈឺចកេះហើយជើងគាត់ហ្នឹងមិនក៏ខ្សោយម្លេះមិនគេធ្វើចរិតតែពេលនោះខួរក្បាលក៏រលឹកដល់ពេលដែលអរិយរបស់យើងក៏បាននិយាយថាតើអ្នកនៅតែគិតថាយកសពឬខ្វាណាស់ឃើញដល់ហ្វ្លីមគឺថាស្ទុះងើបមិនចុកបាក់ជិះកោចុកបាក់ក៏អាហ្វីបាទអូយអាណិតគ្នាដល់កោអូហូឈីសានអ្នកគួរតែប្រាប់ខ្ញុំមុនពេលដែលអ្នកក្រោកនិយាយទៅអីអត់ខ្វាញកំពុងគិតថាមានរឿងអីកើតឡើយហើយក៏មានចការភ្ញាក់អេរូសខ្ញុំនឹងស្លាប់នេះហើយឈីសានយើងគឺថាមិនអាចក្រោកឈរបានទេព្រោះឈឺជើងខ្លាំងពេកហ្វីយើងនឹងក៏បានសួរតាមមហមថាឈីសានយើងកំពុងដាស់សាយមែនហើយក៏សួរឈីសានយើងថាតើរោមគាត់នៅណាហើយមានអារម្មណ៍ថាឈីសានយើងធំក្លិតដូចចលៃមិនចេះដូចជាបានឆ្លងកាត់ឯងបិទមាត់កុំនិយាយអូយអត់ទេខ្ញុំនឹងមិននិយាយវាទេខ្ញុំមិននិយាយវាទៀតទេគឺថាត្រូវកញ្ញតតែបានឈីសានសាហាវពេកអើយ
ชีสามบอยังกับบ้านดังทาประโยคมันนั่นคือมันជាការយល់សប្តិនោះទេគឺជាការជាការប៉ັດនឹងឯងគ្មានអីជាច្រើនជីសាមបយើងហ្នឹងគឺគាត់គិតថាគាត់នឹងសម្អាតខ្លួនឲ្យស្អាតហើយគាត់អស់កម្លាំងខ្លាំងទៀតផងខ្លួនរបស់គាត់ហ្នឹងក៏មិនប៉ះនឹងផ្ទាំងថ្មធ្វើឲ្យគាត់ឈឺអញ្ចឹងគាត់ក៏ដឹងថាអូក៏ប៉ិតឯងហើយសាសនាស្អីនេះសាសនាឆ្វាមពេញតែខ្លួននេះក៏សារតែពេលហ្នឹងក៏មានសលេងស្បែកជើងជន់លើស្លឹកឈើជន់លើស្លឹកឈើជន់លើឫសឈើយ៉ាហើយបរមហ្នឹងក៏បាននិយាយណែនាំខ្លួនថាខ្ញុំខ្ញុំជាអ្នកព្យាបាលដែលកំពុងតែស្វែងរកឱសថនៅក្បែរនេះទេអ្នកស្រស់ស្អាតណាដោយពណ៌ក្រហមនៅលើមុខរបស់អ្នកអាចឲ្យខ្ញុំជួយអ្នកបាននៅពេលដែលអ្នកឈឺចឹងបរមអ្នកហ្នឹងគឺមានឈ្មោះគ្រីហើយគឺថាអសញ្ញាណពិតរបស់គាត់ហ្នឹងគឺអាវិតហ្នឹងឯងហើយគាត់គឺថាបានចាប់មកព្រះអង្គម្ចាស់របស់គាត់តែខ្ញុំភ្លេចថានឹងព្រះស្អីទេភ្លេចបាត់ហើយអរគុណព្រះអង្គម្ចាស់ដែលបានឲ្យខ្ញុំជួបគាត់យ៉ាងឆាប់រហ័សបែបនេះខ្ញុំមិនអីទេអូបរមនេះគឺពិតជាប្រយ័ត្នមែនចឹងខ្ញុំត្រូវតែចូលចិត្តគាត់ដោយយឺតហើយក៏បាននិយាយជាមួយសែនយូចឹងសែនយូវងវិញវងវ័នស្មានមិនត្រូវដោយភ្លៀងបើកថ្ងៃអ្នកតែងត្រូវមានដំណើរដល់វិញឆ្ងាយតើអ្នកមិនមកកន្លែងខ្ញុំមួយថ្ងៃដើម្បីអាហារមួយពេលទេឈីសារបស់យើងនឹងអូនខ្ញុំសុំហៅសានវិញខ្ជិលហៅឈីសានឲ្យហត់ចឹងនិយាយថាពេលហៅឈីសានដូចច្រឡំចេញសែនយូបើមិនចេញសែនយូចេញហានសានអត់យល់ពីខ្លួនឯងសានរបស់យើងក៏បាននិយាយថាសុំទោសសម្រាប់ការរំខានតែអ្នកអាចជួយនាំផ្លូវខ្ញុំបន្ថែមបានទេគ្រីតែខ្ញុំអាចខ្ជិលបន្ទប់ទឹករបស់អ្នកបានទេប្រកាសណាអូយអរគុណហើយអរគុណ friend ឈីសារបស់យើងនឹងគឺថាបើសិនជាអត់បានងូតទឹកបានថ្ងៃហ្នឹងទេគឺថាជីវិតស្មើ0ព្រោះថាគាត់ស្រឡាញ់ស្អាតពេលអំណរទីក្រុងគាត់មានការអំផាយចិត្តជាខ្លាំងយល់អំបាយចិត្តខ្លាំងមែនតើអូតើអ្នកមិនដែលមកទីក្រុងពីមុនមកនោះទេឈីសាយើងក៏បានគាត់ថាតែខ្ញុំមិនដែលស្គាល់ពីពិភពលោកនឹងពីមុនមកហ្វីរបស់យើងនឹងក៏បាននិយាយខ្សឹបទៅឈីសានយើងថាឈីសានមានភូមិលាក់ខ្លួននៅក្នុងព្រៃហាមឃាត់ជាច្រើនអ្នកអាចបន្លំខ្លួនធ្វើជាអ្នកភូមិដែលចេញពីការធ្វើដំណើរជីសានយើងឆ្ងល់ថាមិនលើទៅសលេងតាឃើញហ្វីអញ្ចឹងហើយហ្វីរបស់យើងក៏បាននិយាយថាឈុំរកគាត់ទៅព្រោះថាគាត់ជាសត្វវេទមន្តចឹងគាត់អាចបង្ហាញខ្លួនទីក្រុងបានទេហើយក៏ប្រាប់ថាខ្ញុំនៅលើតិចរបស់អ្នកនឹងឯងចឹងឲ្យមានសុំហៅអប៉ិសក់ស្វាយនឹងថាគ្រីហើយព្រោះបីស្របតាមសាច់រឿងពុំឆ្ងល់ថាជីសានរបស់យើងនឹងកំពុងតែរកអីគេអូហើយខ្ញុំមិនដឹងឈ្មោះអ្នកទេតើអ្នកមានឈ្មោះអ្វីដែរអូមិនមានអ្វីទេខ្ញុំឈ្មោះអាយខ្ញុំមកទីនេះដើម្បីការរបស់ខ្លួនឯងនេះជាក្រុងដំបូងដែលខ្ញុំបានមកដល់ហ្នឹងណាជីសានយើងឆ្ងល់ថាហេតុអីបានជាអប៉ិនឹងមករកគាត់ចឹងគាត់ក៏សម្រេចចិត្តថាគាត់ប្រើឈ្មោះคล้ายទៅអូខ្ញុំដឹងហើយចឹងខ្ញុំនឹងណែនាំអ្នកពីកន្លែងនេះគឺកូណាក្លូរ៉ាដែលគឺជាកន្លែងស៊ីឈ្នួលទាហានអត់គិតថ្លៃដែលគ្មានការទប់ស្កាត់ទេត្រឡប់មកវិញទាហានស៊ីឈ្នួលកម្រិតទៀតដែលនាំត្រូវបំពេញវាជាស្ដេចទាហានស៊ីឈ្នួលអេលីតន Castiel ដែលបានសម្លាប់ផ្លូវតែម្នាក់ឯងដោយព្រៃហាមឃាត់ដោយគ្មាននរណាម្នាក់ហ៊ានចូលទៅព្រៃជ្រៅឡើយបន្ទាប់មកទ្រង់បានខ្លាចជាស្ដេចរួចបង្កើតទីក្រុងមួយដែលសម្រាប់តែឈ្មោះកណ្ដាលប៉ុណ្ណោះអេលីតនស្ដេចទាហានស៊ីឈ្នួលមើលទៅឈ្មោះរបស់គាត់គឺពិតជាគួរឲ្យខ្លាចគឺដូចជា Demon God ហើយឈីសានយើងក៏គិតថាចាអេលីតនហ្នឹងគឺមើលទៅដូចមិនមែនវគ្គបរោះសិតដូចជាបិសាចច្រើនជាងហើយគ្រីសរបស់យើងហ្នឹងក៏បាននិយាយថានេះគឺជាកន្លែងដែលមិនប្រកាន់ពូជសាសន៍ហើយដើម្បីចូលបានគឺត្រូវតែតេស្តសមត្ថភាពធម្មពលរបស់អ្នកអីចឹងណាហើយឈីសានយើងក៏បានឆ្ងល់ថាហ្នឹងប្រទេសធម្មពលហ្នឹងស៊ីគេរោចេះរឿងនេះវាបែបនេះចាំខ្ញុំបង្ហាញប្រទេសធម្មពលដល់អ្នកចុះហើយវានឹងបង្ហាញសមត្ថភាពវេទមន្តដោយការសម្រក់ឈាមរបស់អ្នកទៅហើយនេះគឺជាល្បិចមួយដើម្បីតេស្តសមត្ថភាពរបស់គាត់ថាគាត់ខ្លាំងប៉ុណ្ណាហេដូចចម្លែកឈីសានគាត់និយាយត្រូវវាគឺជាបន្ទះធម្មពលមែនណាហើយវាពិតជាមានតម្លៃណាស់ហើយវាពិតជាល្អណាស់ដែលគាត់មានជាសិលប្របែបនេះចឹងអីចឹងខ្ញុំឈីសានយើងគឺមានខ្វល់ធម្មពលវេទមន្តនេះគឺគាត់ឲ្យតែបានបណ្ឌិតចូលក្រុងទៅបានហើយខ្ញុំគិតច្រើនហើយបន្ទាប់មកក៏យកឈាមរបស់គាត់ហ្នឹងសម្ក់ទៅលើបន្ទះធម្មពលហ្នឹងទៅបន្ទាប់ពីស្រក់ចូលក្នុងបន្ទះធម្មពលហ្នឹងហើយស្រាប់តែចេញបន្លូយ៉ាងសន្ធោចេញមកធ្វើឲ្យគ្រីរបស់យើងហ្នឹងគឺមានជាការភ្ញាក់ផ្អើលជាខ្លាំងហើយធម្មពលរបស់គាត់ហ្នឹងគឺថាពិតជាខ្លាំងមែនគឺថាទេវតាហ្មងចូលមកលេងបោកចឹងហ្មងហ៎អូយ1999នឹងគឺជាលេខដ៏កម្រខ្លាំងមែនតើលើកទី1ហើយដែលមានកម្រិតដ៏សែនច្រើនបែបនេះហើយគ្រីរបស់យើងក៏បាននិយាយថាគ្មានឆ្ងល់ទេហើយបានព្រះអង្គម្ចាស់របស់ខ្ញុំគឺចង់បាននេះខ្ញុំត្រូវតែរកទ្រង់ឲ្យបានឆាប់ដើម្បីបញ្ជូនដំណឹងដល់ព្រះអង្គម្ចាស់រ៉ៃនិងសូមការណែនាំពីទ្រង់ឈីសានយើងគិតថាគ្រីនឹងគឺជាមនុស្សដែលយើងបញ្ជូនមកដើម្បីការពារកតែប៉ុន្តែគឺមិនមែននោះទេគឺជាព្រះអង្គម្ចាស់រ៉ៃទេហើយឈីសានរបស់យើងគឺបាយជាសบายចិត្តវិញហើយគឺថាអើយគេរំភើប
ហើយក៏បានឆ្ងល់ថាហេតុអីបានជាខ្ញុំសប្បាយចិត្តពីវាអញ្ចឹងក៏ស្រាប់តែមានតាហ៊ានជាច្រើនជាមួយនឹងស្ដេចឈ្មោះលេតុនអាលីតុនច្រឡំលេតុនទៀតចេញមកអីចឹងណាធម្មតាត្រង់ក៏បាននិយាយណែនាំខ្លួនថាគាត់ឈ្មោះថាអាលីតុនកាសែលគឺជាស្ដេចស៊ីឈ្នួលតបមកត្រង់ក៏បាននិយាយថាគាត់រៀបចំនឹងមានផ្ទៃពោះអញ្ចឹងគឺគាត់អាចដើរទៅរកឈីសានបានទេសូមឲ្យអនុញ្ញាតឲ្យឈីសានរបស់យើងគឺមកចិត្តទ្រង់វិញដើម្បីទ្រង់បកគោភារកិច្ចឲ្យអញ្ចឹងណា What ខ្ញុំកំពុងស្ដាប់ច្រឡំឬដាច់ទៅហ៊ានស៊ីឈ្នួលកំពុងរៀបចំមានផ្ទៃពោះតើអ្វីជាសំណារបស់នេះជីវិតប្រពន្ធនិងកូនរបស់ខ្ញុំកំពុងជាប់គាំងសូមអ្នកជួយខ្ញុំផងអេឈប់ចាំតិចអញហើយខ្ញុំអត់យល់រឿងនេះមិនได้ក្លាប់ចាក់អញ្ចឹងមកចេះ10ឆ្នាំមុនមកនេះគឺសត្វពីរអ្នកទាំងអស់ត្រូវបានរលូតកូនដោយគ្មានហេតុផលហើយមានតែប្រពន្ធរបស់ខ្ញុំដែលមានធម៌ពលគ្រប់គ្រាន់ដើម្បីរក្សាកូនទីរក់មិនធំធាត់ទេហើយពេលវេលារបស់ប្រពន្ធខ្ញុំភ្ញាក់ពីដំណេកកាន់តែតិចទៅហើយពួកគេនឹងដេកជារៀងរហូតបើសិនជាគ្មានអ្វីបន្តវាចាំតិចតើអ្នកចង់ឲ្យខ្ញុំមានកូនជាមួយប្រពន្ធអ្នកការពិតវាមិនមែនចឹងទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកប៉ះប្រពន្ធខ្ញុំជាដាច់ខាតកុំគិតចឹងអីវាអញ្ចឹងទេគឺថាគាត់ត្រូវផ្ទេរពីទីរក់មកកាន់គាត់ចឹងទៅគឺថាគាត់អត់មានអីអំបៅទីរក់អីចឹងណាចឹងគឺវាមិនគ្រប់គ្រាន់ចឹងឲ្យឈីសានយើងនឹងជួយគឺវាដូចនេះឯងចឹងស្ដេចអេលេតុនហ្នឹងក៏បានសុំឲ្យឈីសានរបស់យើងនឹងជួយហើយនឹងផ្ដល់ម៉ងស្នេហ៍ឲ្យនៅពេលដែលឈីសានយើងបានជួយគាត់រួចហើយក៏ធ្វើឲ្យឈីសានយើងមានជាការគាំងយីខ្លាំងយីរំវាមិនដៃទេឈីសានយើងក៏គិតថាអូខេខ្ញុំនឹងជួយក៏បានដែរហើយលោកបងគ្រីហ្នឹងក៏គាត់ឆ្ងល់ថាហេតុអីបានឈីសានយើងជួយគឺថាវាអាចនឹងមានរងគ្រោះច្រើនណាចឹងឈីសានរបស់យើងហ្នឹងក៏បានលើកហេតុផលថាគឺដោយសារតែគាត់បានឃើញពីចិត្តស្មោះសររបស់ស្ដេចអេលេតុនហ្នឹងចំពោះភរិយាគាត់ចឹងទៅគាត់ក៏បានសម្រេចចិត្តថានឹងជួយហើយដោយសារតែស្ដេចអេលេតុនហ្នឹងគឺមានភាពទទួលខុសត្រូវផងដែរដោយធានាសុវត្ថិភាពគាត់និងសុខភាពរបស់គាត់អីចឹងណាឈីសានរបស់យើងហ្នឹងគឺមានបំណងគឺមិនមែនគាត់ជួយដល់ free ក៏គាត់ចង់ត្រឡប់ទៅវិញអីចឹងណាហាអ្នកគឺជាបរិបទដែលល្អចឹងចាប់ពីពេលនេះតទៅយើងខ្លាចទៅជាពួកម៉ាក់ល្អនឹងគ្នាណាចឹងឲ្យមានសុំហៅគាត់ថាស្ដេចតង់ឯងព្រោះថាហៅស្ដេចអេលេតុនហ្នឹងគឺវែងខ្លាំងហើយខ្ញុំខ្ជិលហៅចឹងដើម្បីឲ្យងាយស្រួលចាំគឺយើងត្រូវហៅស្ដេចតង់វិញណាស្ដេចតង់មួយហ្នឹងក៏បានប្រាប់ឈីសានថាសារតែគាត់ធ្វើកលណាខ្លាំងគេចឹងគឺគាត់រៀងឈឺពោះអីចឹងណាហើយក៏សុំពេលមួយទីអីចឹងទៅឈីសានរបស់យើងហ្នឹងក៏ឆ្លៀតកោតរសារថាគាត់ហ្នឹងគឺពិតជាស្រឡាញ់ពូនគាត់មែននិយាយមែនណាស្មោះស្ម័គ្រណាឈីសានក៏ហៅឈីសានត្រឡប់មកវិញយើងកំពុងក៏ហៅសុកហ្នឹងក៏អាវេទមន្តហ្នឹងគឺវាកាត់ឡើងម្ដងទៀតហើយគាត់ក៏គិតថាប្រហែលជាមានរឿងអីកាត់ឡើងគេដឹងប៉ុន្តែអាពលឺហ្នឹងគឺវាបានបាត់ទៅវិញអីចឹងណាធ្វើឲ្យគាត់មានការអស់សង្ឃឹមជាខ្លាំងនិយាយថាគាត់នៅឆ្ងល់ថាហេតុអីបងឈីសានយើងគឺត្រឡប់មកវិញបានអញ្ចឹងអត់យល់ហើយគាត់ក៏បាននិយាយថាស្នេហាទឹកអង្សារហ្នឹងគឺមិនឆ្លើយតបអ្វីទាំងអស់ហើយសម្រាប់បំពេញឲ្យឈីសានយើងយកមកហ្នឹងគឺមានការតបភ្ជាប់ពីពិភពលោកមួយទៀតចំណែកក្លិនក្អូបជាប់នឹងកៅអៅឈីសានយើងក៏បានរលាយបាត់បន្តិចម្ដងគាត់ហ្នឹងក៏មានការស្ដាយក្រោយជាខ្លាំងព្រោះថាគួរឲ្យឈីសានយើងគឺចាក់ចេញមុនទេហើយគាត់ក៏បាននិយាយថាខ្ញុំមិនខ្វល់ទេប្រសិនបើព្រមដែរមកប៉ះឈីសានរបស់គាត់គឺដឹងតែត្រូវហើយកន្លែងខ្លះមានជាការខ្ជិលអញ្ចឹងឲ្យនាងគ្នាអានទៅណាខ្ជិលនេះហើយសំខាន់ណាស់អារៈរបស់យើងក៏មានគោលបំណងចោលឈីសានយើងទៅនៅមួយគាត់រហូតមកនិយាយពីថាអបិនិសវ៉ាលហៅសន្យាមួយគេឥឡូវចង់កលែពាក្យសម្ដីគាត់នឹងខាច់ឈាមបោះខ្ញុំជារៀងរហូតចឹងស្អីរឿងគឺយើងទៅចឹងស្អីរឿងគឺយើងជាមិនទេនេះចឹងស្អីរឿងគឺយើងក៏ចប់តែធំស្អីទេតប៉ែសំបីអាផ្ដើមក៏ខុសអាចង់បញ្ចប់ក៏ខុសទៀតអើយសាមចឹងស្អីរឿងយើងគឺចប់តែត្រឹមនោះអរគុណអ្នកគ្នាសម្រាប់ការទស្សនាពីខ្ញុំសម្ដែងនងគ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ